សុស្ដីសូមស្វាគមន៍មកនយោបាយពិភពលោកបាទពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងត្បូងបាទកាលពីថ្ងៃទី24ខែមីនាឆ្នាំ2025នេះតុលាការរដ្ឋធម្មនុញ្ញនៃប្រទេសមួយនេះបានលុបចោលនៅការដកសេចក្តីទុកចិត្តទៅលើលោកនាយករដ្ឋមន្ត្រីហានដែលលោកបានធ្វើការជំនួសជាប្រធានាធិបតីស្ដីទីនៃប្រទេសមួយនេះក្រោយពេលដែលលោកប្រធានាធិបតីត្រូវបានបោះឆ្នោតមិនផ្ដល់សេចក្តីទុកចិត្តហើយរងចាំការសម្រេចពីតុលាការរដ្ឋធម្មនុញ្ញការសម្រេចចិត្តលុបចោលនៃការដកសេចក្តីទុកចិត្តនេះគឺអនុញ្ញាតឲ្យលោកអាចកាន់តំណែងជាប្រធានាធិបតីស្ដីទីភ្លាមព្រោះដោយហេតុផលគឺដើម្បីធ្វើការពាក់ព័ន្ធជាមួយនឹងការការពារទៅលើការធ្វើសង្គ្រាមសេដ្ឋកិច្ចនៅក្នុងពិភពលោកឬក៏សង្គ្រាមពាណិជ្ជកម្មបាទនេះជាស្ថានភាពថ្មីមួយសម្រាប់ប្រទេសមួយនេះក្រោយពីប្រទេសមួយនេះបានធ្លាក់ចូលក្នុងរបបនយោបាយដ៏អាក្រក់មួយគឺតាំងពីលោកប្រធានាធិបតីត្រូវបានបោះឆ្នោតមិនផ្ដល់សេចក្តីទុកចិត្តដោយសារតែលោកបានចេញនៅច្បាប់អាជ្ញាសឹកសម្រាប់ប្រទេសមួយនេះដែរបាទអញ្ចឹងជាសញ្ញាល្អមួយសម្រាប់គណៈបកកាន់អំណាចនៅពេលដែលគណៈបកប្រឆាំងដែលមានសមាជិកច្រើនជាងគេបង្អស់ភាគច្រើននៅក្នុងរដ្ឋសភានោះក៏កំពុងតែព្យាយាមចង់ដកមុខនីតិជាប្រធានាធិបតីស្ដីទីពីលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលធ្វើការជំនួសក្រោយពីលោកនាយករដ្ឋមន្ត្រីត្រូវបានដកចេញពីនីតិជាប្រធានាធិបតីស្ដីទីតែទោះយ៉ាងណាក៏ដោយយើងចាំមើលថាតើការសម្រេចទៅលើលោកប្រធានាធិបតីនឹងទៅជាយ៉ាងណាពីព្រោះដំណាក់កាលហាក់បីដូចជាវែងជាងអ្វីដែលគេរំពឹងទុកបាទសូមអរគុណ